មានមនុស្សយ៉ាងតិចបានបាត់បង់ជីវិតបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឲ្យមានការរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rambin នៃទឹកដីរបស់សហភាពឥណ្ឌាខ្យល់កន្ត្រាក់និងភ្លៀងធ្លាក់មួយរំពេចវាបានវាយប្រហារតំបន់ខាងលើនេះកាលពីថ្ងៃប្រហ័សហើយទឹកជំនន់ភ្លាមៗក៏បានកើតឡើងបើយោងតាមការរៀបរាប់ពីនាយកដ្ឋានអាកាសធាតុបាននិយាយថាការរំខាននៅភាគខាងលិចយ៉ាងសកម្មគឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះបើយោងតាមការរាយការណ៍ពី NDTV កាលពីថ្ងៃទី20 ខែមេសាឆ្នាំ2025បានឲ្យដឹងបន្ថែមថាផ្ទះរបស់ប្រជាពលរដ្ឋប្រហែល40ខ្នងត្រូវបានខូចខាតស្ទើរទាំងស្រុងហើយអ្នកភូមិជាង100នាក់ត្រូវបានជាប់គាំងនៅក្នុងផ្ទះបើយោងតាមការរៀបរាប់ពីមន្ត្រីនៅក្នុងតំបន់បាននិយាយបន្ថែមថាភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការរអិលបាក់ដីរាប់សិបកន្លែងជាពិសេសគឺនៅតាមបណ្ដោយផ្លូវជាតិមួយដែលមានឈ្មោះថា Jammu Srinagar គាត់បាននិយាយបន្តទៀតថាចរាចរណ៍នៅផ្លូវជាតិខាងលើនេះនឹងត្រូវបញ្ឈប់ជាបន្ទាន់រហូតដល់អាកាសធាតុមានភាពប្រសើរឡើងវិញហើយផ្លូវត្រូវបានត្រួតពិនិត្យឡើងវិញដោយក្រុមអ្នកជំនាញ